បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសបាទថ្ងៃនេះដែរនាំអារម្មណ៍បងប្អូនមកលេងក្មេងតូចទៀតហើយបាទគឺចំណាំហើយនឹងលំផាត់បាទដូចបងប្អូនឃើញស្រាប់ហើយបាទចំណាំហើយលំផាត់ឥឡូវគឺគេឆ្លោះណាបាទគេមានសាច់មានឈាមណាបាទគេមានសាច់មានឈាមបងប្អូនទៅលេងច្រើនហើយក៏គេបានចំណីអាហារច្រើនគ្រប់ប្រភេទបាទមានតាំងពីផ្លែសកានៀកមានលឹកមានស្អីអូច្រើនមុខបាទហ្នឹងហើយអូនេះគេដេកគេហៅឆ្អែតទៅខ្ជិលចាប់ដើមដេកហើយយ៉ាងនេះលំផាត់បាទលំផាត់ហើយលំផាត់នេះឥឡូវពេលអាយុប្រហែលជាដូចជា15ខែបាទ15ខែ15ខែ16ខែបាទមួយឆ្នាំជាងហើយអញ្ចឹងចិត្តមួយឆ្នាំកន្លះអាយុគេបាទហើយចំពោះចំណាមវិញក៏អាយុច្រើនដែរបាទហើយគេទាំងពីរនេះមកលើសគ្នាតែមួយខែបាទមកនៅក្នុងភ្នំតាម៉ៅនេះដូចជាមុនក្រោយគ្នាប្រហែលជាមួយខែជាងបាទខ្ញុំអត់សូវច្បាស់ដែរហើយនោះគេមកដាស់បងប្អូនគេមកដាស់បងប្អូនគេឲ្យងើបមកគេយកចំណីមកឲ្យហើយបើដល់គោអូគាត់ថាអញ្ចឹងដាក់ប្រម៉ោចូលមាត់ហ្មងលឿនអូគេហៅតែដេកទេស្ងាប់មិញបាទមិញស្ងាប់ចំណាំឃើញងួយដេកទេហៅតែដេកហ្មងទៅស្ងាប់អីអញ្ចឹងកុំនៅគេហៅអីដេកនៅក្នុងស្ងាត់ស្រួលអូចឹងនេះបងគេចេះណាស់ហ្នឹងណាគេទេគេតម្លៃវាចេះអញ្ចឹងហៅតែដេកមែនបាទតែចូលដេកហ្នឹងហៅតែចូលដេកហើយនេះចំណាំនេះគេមកវិញហើយលំផាត់ទៅគេឲ្យទៅដេកនៅក្នុងអញ្ចឹងលំផាត់ឯងនៅក្នុងទៅទុកឲ្យបងនៅក្រៅដើម្បីស្វាគមន៍បងប្អូនទៅលេងនៅក្នុងព្រោះឯងលំផាត់ឯងងួយគេងហើយនៅក្នុងតបាទនិយាយលេងទេបាទហើយចូលកដាទៅតាមទៀតណាហើយគេទាំងពីរនេះមានគីឡូដូចជាចំណាំបានដូចជា400គីឡូជាងដូច400គីឡូជាងបាទដូចលំផាត់តែហ្នឹងក៏200គីឡូ200គីឡូជាងឯដែរចេះផែប៉ុណ្ណឹងទៅព្រោះខ្ញុំអត់សូវច្បាស់ដែរខ្ញុំក៏អត់បានសួរគាត់អ្នកមើលថែហ្នឹងដែរតែគាត់ថាគីឡូឡើងរហូតបាទសើតហ្មងបាទមើលបងប្អូនឃើញស្រាប់ហើយធំឥឡូវប៉ុណ្ណានៃប្រហែលជាមិនយូរទេបាទក្នុងឆ្នាំក្រោយឆ្នាំឲ្យក្រោយទៀតបងប្អូនមើលប្រហែលប៉ុណ្ណឹងចំប៉ារំដួលហើយបាទព្រោះឯងចំប៉ារំដួលឃើញធំយ៉ាងនឹងបន្តិចទេមិនតែធំណាស់ណែដូចចំណាមហ្នឹងចំប៉ារំដួលបើចំណាមហ៊ានតែបើតិចមើលឡើងវ៉ាប្រហែលចំប៉ាក្នុងរំដួលហើយបាទអញ្ចឹងចំពោះបងប្អូនដែលទៅទស្សនាកុំភ្លេចទៅទស្សនាលេងលំផាត់នឹងចំណាំផងនៅក្នុងសួនសត្វភ្នំតាម៉ៅបាទព្រោះគេឃ្លានរហូតណាស់ទាចំណីរហូតដាក់ចេកដែរឲ្យរហូតបាទហ្នឹងហើយមានសត្វច្រើនណាស់បាទសត្វច្រើនពេកខ្លាខិនខ្លាអីច្រើនតែចាំខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយៗទៀតបាទចំពោះថ្ងៃនេះខ្ញុំបង្ហាញតែវីដេអូចំណាំលំផាត់ទេបាទចឹងបងប្អូនកុំភ្លេចជួយចុច Subscribe ចុច Share ចុច Like និងជួយ Comment អីល្អៗផងបាទអរគុណច្រើនហើយចាំជួបគ្នានៅឱកាសក្រោយទៀតបាទខ្ញុំនឹងបង្ហាញនៅវីដេអូផ្សេងប្លែកកន្លែងដើរលេងកម្សាន្តអីផ្សេងទៀតនៅក្នុង Channel របស់ខ្ញុំនេះបាទអញ្ចឹងចាំជួបគ្នានៅឱកាសក្រោយបាយបាយជួបសូមជូនពរសំណាងល្អសុខភាពល្អបាទជួបតែសុខសុវត្ថិភាពល្អការធ្វើដំណើរតាមផ្លូវទីចិត្តទីឆ្ងាយបាទអរគុណជំរាបលាបាយបាយ